long form and short form ចឹងអ្នកនរគ្នាបានឃើញហើយក្នុងនេះគឺខ្ញុំបានសរសេរ long form ហើយមានថាទាំងអស់នេះគឺជាទម្រង់វែងអញ្ចឹងបន្តិចទៀតយើងនឹងសិក្សាទៅលើទម្រង់ខ្លីតើទម្រង់ខ្លីរបស់វាគេបំលែងចេញមកយ៉ាងម៉េចវិញពាក់ព័ន្ធជាមួយនឹងការបំលែងមកទម្រង់ខ្លីទាំងអស់នេះអញ្ចឹងឲ្យខាតពេលវេលាយូរយើងចាប់ដើមធ្វើតែម្ដងអញ្ចឹងមុនបងយើងចាប់ដើមទៅខាងនេះអញ្ចឹងយើងមើលនេះគឺទម្រង់វែងគឺ I am អញ្ចឹង I am ពេលដែលទៅជាទម្រង់ខ្លីមានថា short form គឺយើងសរសេរបែបនេះអញ្ចឹងទៅជាគឺនេះអញ្ចឹងទៅជា am បាទអញ្ចឹង I am ពេលទៅជាទម្រង់ខ្លីគឺ am តែយើងមើលមួយទៀតគឺ you are អញ្ចឹង you are នៅពេលដែលយើងបំលែងទៅជាទម្រង់ខ្លីវិញគឺ your អូខេអញ្ចឹងយើងសេបែបនេះអូខេយើងអានថា your អូខេអញ្ចឹងយើងមើលមួយទៀតគឺ they are អញ្ចឹង they are នៅពេលដែលយើងបំលែងទៅជាទម្រង់ខ្លីគឺយើងសេបែបនេះទៅជា their អូខេអញ្ចឹងពេលដែលទៅជាទម្រង់ខ្លីវាច្រើនគឺយើងឃើញ apostrophe នៅខាងលើនេះហេតើអញ្ចឹងយើងមើលបន្តទៀតគឺ we are អញ្ចឹងពាក្យ we are គឺទម្រង់ខ្លីរបស់វាគឺ we អូខេអញ្ចឹងយើងសេ we apostrophe r or e អញ្ចឹងមានថា we are តែកន្លែងនេះគឺយើងឈប់អាន we are គឺទម្រង់ខ្លីរបស់វាគឺយើងអាន we បាទអញ្ចឹងយើងមើលបន្តទៀតគឺ he is អញ្ចឹង he is នៅពេលដែលទៅជាទម្រង់ខ្លីគឺ his កន្លែងនេះគឺយើងអានថា his យើងអាន he is ទៀតទេគឺយើងអានថា his ក្នុងទម្រង់ short form មានន័យថាទម្រង់ខ្លីអញ្ចឹងយើងមើលបន្តទៀតគឺ she is អញ្ចឹង she is នៅពេលដែលទៅជាទម្រង់ខ្លីគឺយើងអានថា she បាទយើងអានថា she អូខេ she បាទអញ្ចឹងយើងមើលបន្តគឺ it is អញ្ចឹង it is នៅពេលដែលទៅជាទម្រង់ខ្លីគឺយើងអានថាម៉េចបាទយើងអានថា it's អូខេ it's អញ្ចឹងយើងមើលពីលើមកវិញមកមុននឹងយើងចូលទៅបន្តទៅមកផ្នែកទៀតអញ្ចឹងយើងមើលនេះសិនមកតើអញ្ចឹងទម្រង់វែងទាំងអស់នេះគឺបញ្ជាក់ម្ដងទៀតគឺខាងនេះគឺជាទម្រង់វែងចំណែកឯម្ខាងទៀតគឺជាទម្រង់ខ្លីអញ្ចឹងយើងមើល I am គឺ am អូខេ you are your they are their we are we he is his she is she it is its អូខេខ្ញុំថាអ្នកនរគ្នាបានយល់ហើយហ្នឹងយើងពីច្រើននៅពេលដែលឃើញ short form គឺមាន apostrophe នៅខាងលើអូខេយើងយល់បានអ្នកនរគ្នាត្រង់ចំណុចផ្នែកខាងនេះបាទអញ្ចឹងយើងចូលមកផ្នែកទៀតនៅក្នុងនេះគឺភាគច្រើនយើងឃើញមាន not ខាងចុងត្រូវអត់អញ្ចឹងនេះគឺពាក់ព័ន្ធជាមួយនឹងទម្រង់បដិសេធ short form តាអញ្ចឹងនេះគឺ long form អញ្ចឹងខ្ញុំនឹងសរសេរផ្នែក short form វិញម្ដងតែយើងមើល am not អញ្ចឹងយើងទៅជា apostrophe am បូកនឹង not អញ្ចឹង am not អូខេយើងគ្រាន់តែខុសគ្នាត្រង់ថាមួយគឺគេមាន a am តែមួយទៀតមាន apostrophe អត់មាន a ទេអញ្ចឹងវាថាយើងអានថា am not am not អូខេខាងនេះគឺ am not តែនៅក្នុងទម្រង់ short form ទម្រង់ខ្លីគឺយើងអានថា am not am not អូខេអញ្ចឹងយើងបន្តទៀត is not យើងមើល is not ទៅជាទម្រង់ខ្លីទៅជាយ៉ាងម៉េចបាទទៅជា is បាទទៅជា isn't បាទអញ្ចឹងមានន័យថានៅពេលដែលជាទម្រង់វែងគឺ is not តែពេលយើងសរសេរជាទម្រង់ខ្លីគឺ isn't អូខេ isn't តែយើងមើលបន្តគឺ are not នៅពេលទៅទម្រង់ខ្លីគឺ an បាទអានថា an អូខេ an ណាយើងមើល was not ទៅជាគេបាទទៅជា wasn't អូខេបន្តទៀតគឺ were not ទៅជា
vern ឬក៏យើងអាចអានថា vern not អូខេ version អូខេ vern អូខេដល់យើងបន្ត do not អូខេ do not ទៅជា done អូខេ done បន្តទៀតគឺ does not អូខេ does not ទៅជា doesn't ចឹងយើងធម្មតាយើងអានខាងនេះគឺអាន does not អូខេ does not ទៅបន្តពីនៅពេលដែលទៅជាទម្រង់ខ្លីអាន does not អូខេ sorry doesn't អូខេ sorry doesn't អូខេ does not doesn't អូខេ doesn't យើងមើលបន្តទៀតគឺ have not sorry has not ទៅជា hasn't ចឹង has not ទៅជា hasn't តើ have not ទៅជា haven't អូខេចឹងយើងមើលពីលើមួយវិញតើចឹងតម្រងវែងគឺ am not ទៅជា am not ទៅជា am not is not ទៅជា isn't តើ are not ទៅជា aren't អូខេ were not was not ទៅជា wasn't were not ទៅជា weren't អូខេ weren't អូខេ do not យើងមើល do not ទៅជា done អូខេ does not ទៅជា doesn't អូខេ doesn't his sorry has not អូខេ has not ទៅជា hasn't តើ have not ទៅជា haven't អូខេតែយើងមើលមកផ្នែកទៀតយើងមើលមកនេះតើចឹងយើងមើល did not did not ទៅជា didn't ទៅជា didn't អូខេ did not ទៅជា didn't តើ you are not ទៅជាអីគេតម្រងវែងបែបនេះ you are not អញ្ចឹងទៅជាតម្រងខ្លីទៅបែបម៉េចបាទទៅតម្រងខ្លីគឺ you aren't អូខេ you aren't អូខេ you aren't តើបន្តទៀតគឺ he is not ទៅជាអីគេបាទទៅជា he is son អូខេ he isn't តើ I am not ទៅជាគេទៅជា I sorry ទៅជា am not បាទគេយកបន្តទៀតគឺ cannot ទៅជាគេបាទ cannot ទៅជា can't អូខេ can't អូខេ cannot ទៅជា can't តើយើងបន្តទៀតគឺ I would like ទៅជា art like អូខេ art like អូខេចឹងសរុបសេចក្តីមកវិញគឺនៅក្នុងវីដេអូនេះគឺយើងសិក្សាទៅលើ long form និង short form ចឹងអ្នកនរគ្នាបានដឹងហើយមកជារៀងខាងនេះគឺជា long form តែចំណែកមកជារៀងខាងព្រួយនោះទៅជា short form ទម្រង់ខ្លីវិញអញ្ចឹងសង្ឃឹមថាអ្នកនរគ្នានឹងយល់ពាក់ព័ន្ធជាមួយនឹងវីដេអូនិយាយអំពី short form និង long form អញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយ